សួស្តីបងប្អូនថ្នាក់ទី6ទាំងអស់គ្នាថ្ងៃនេះគឺយើងមកដោះស្រាយចំណោទទី23បន្តទាំងអស់គ្នាទៀតតោះឥឡូវយើងអានទាំងអស់គ្នាសុកមានកម្ពស់5/4 ម៉ែត្រស្រមោលរបស់វាមានប្រវែង5/2 ម៉ែត្រនៃប្រវែងកម្ពស់រកប្រវែងស្រមោលរបស់សុកតោះឥឡូវយើងធ្វើការរកទាំងអស់គ្នាប៉ុន្តែមុននឹងយើងបន្តទៅមុខទៀតលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច Subscribe និង Like នៅ Channel របស់លោកគ្រូម្នាក់មួយផងបាទសូមអរគុណដើម្បីជាកម្លាំងចិត្តឥឡូវយើងរកមកគឺគេចង់បានប្រវែងលំហាត់របស់យើងគឺគេចង់បានរកប្រវែងស្រមោលរបស់សុករកប្រវែងស្រមោលរបស់សុកឥឡូវបងប្អូនមើលបំរាប់គេប្រាប់គឺអឺកម្ពស់សុកមានកម្ពស់5/4 ម៉ែត្រស្រមោលរបស់វាមានប្រវែង5/2 ម៉ែត្រនៃប្រវែងកម្ពស់ពាក្យថានៃប្រវែងកម្ពស់នេះមានន័យថាវិគុណណាពាក្យគន្លឹះរបស់គេនៅក្នុងចំណត់បងប្អូនទៅចាំថានៅក្នុងចំណត់គឺវាតែងតែមានពាក្យគន្លឹះរបស់វាពាក្យគន្លឹះនៅក្នុងចំណោទរបស់យើងនេះគឺនៃប្រវែងកម្ពស់អញ្ចឹងយើងត្រូវយកប្រវែង5/2 ម៉ែត្រហ្នឹងទៅគុណនឹងប្រវែងកម្ពស់របស់វាទៅគឺ5/4 ម៉ែត្រហ្នឹងទៅតែប៉ុណ្ណឹងទៅគឺយើងឃើញចម្លើយហើយ5/2 ម៉ែត្រអញ្ចឹងយើងសរសេរមក5/2 ម៉ែត្រគុណនឹងកម្ពស់5/4 ម៉ែត្រការគុណប្រភេទនិងប្រភេទគឺអត់ប្រមាណទេបងប្អូនគឺយើងគ្រាន់តែយកគឺយើងយកភាគយកគុណនឹងភាគយកភាគបែងគុណនឹងភាគបែងជាការស្រេចអញ្ចឹងបងប្អូនយកភាគយកគុណភាគយកមក5 5ដង25សុកគឺស្រមោលរបស់សុកសរសេរមកស្រមោលរបស់សុក25/8 ម៉ែត្រ5នៅលើ2គុណនឹង5នៅលើ4ស្មើនឹង25នៅលើ8ម៉ែត្រអញ្ចឹងសមររបស់គាត់បើយើងចែកទៅវាប្រហែលទៅនឹង3.125ម៉ែត្រអានេះយើងចែកទៅគឺវាស្មើទៅនឹង3.125ម៉ែត្រសមររបស់សុកណាអញ្ចឹងទាំងនេះបងប្អូនទាំងអស់គ្នាដាក់ដែរមកគឺស្មើទៅនឹង3.125ម៉ែត្របងប្អូនធ្វើការចែកដៃផ្ទាល់មក25ចែកនឹងយើងកាត់ពីខ្ទង់25យើងចែកនឹង8ដាក់បាន3 8ដង24 25ដក24សម1បងប្អូនទាំងអស់គ្នាដំឡើង0កាត់ក្បៀស1យើងចុចមកបន្តមកទៀតគឺយើងដាក់បានម្ដង18ដង8ដក10ដក8វាស្មើទៅនឹង2ចឹងយើងដំឡើង01យើងអត់ទាន់ថែម0ទេដោយសារតែយើងដំឡើង02ទើបយើងថែម0ឲ្យ1អញ្ចឹងបងប្អូនទាំងអស់គ្នាដាក់បាន2 8ដង16 20ដក16មានសល់4អញ្ចឹងយើងដំឡើង0មួយទៀតគឺយើងដាក់បាន5
8 ដង 40 40 ដក 40 គឺស្មើ0 បងប្អូនទាំងអស់គ្នា បាទអញ្ចឹងយើងឆ្លើយថាមកឆ្លើយថាប្រវែងស្រមោលរបស់សុកគឺប្រមាណបងប្អូនគឺវាស្មើនឹង 3.125 ម៉ែត្រនេះគឺជាប្រវែងស្រមោលរបស់សុកនោះបងប្អូនអញ្ចឹងយើងគូសប្រអប់ឲ្យស្អាតមកចម្លើយខាងក្រោយនៅក្នុងការដោះស្រាយចំណោទរបស់យើងលេខ23នេះគឺយើងបានមកដល់ទីបញ្ចប់ហើយលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់នៅការដោះស្រាយចំណោទហើយនឹងជួយចុច Subscribe និង Like នៅ Channel របស់លោកគ្រូម្នាក់មួយផងបាទសូមអរគុណ